ថ្ងៃនេះអត់មានអ្វីពិសេសទេបងប្អូនងាយលឿនក៏ប៉ុន្តែឆ្ងាញ់នេះខ្ញុំមានសាច់ជ្រូក3ជាន់7ខាំម្រះព្រៅនឹង4 5បាច់តូចម្ទេសមួយក្តាប់ខ្ទឹមសមួយដុំហើយនឹងសាឡាត់មួយតោងបែបនេះហើយម្ហូបដែលយើងត្រូវធ្វើគឺឆាក្តៅសាច់ជ្រូកញ៉ាំជាមួយនឹងបាយសនិយាយពីថាតំណងខ្លាំងណាស់ហើយរសជាតិវិញគឺថាមួយអែមហ្មងមុខម្ហូបមួយមុខហ្នឹងនេះខ្ញុំចូលចិត្តញ៉ាំបំផុតនៅពេលដែលនេះខ្ញុំជិះឡានទៅខេត្តឬក៏ទៅភ្នំពេញហើយគេឈប់ញ៉ាំអាហារថ្ងៃត្រង់គឺនេះខ្ញុំចូលចិត្តកំងណាស់បាយឆាក្តៅសាច់ជ្រូកឬក៏ឆាក្តៅសាច់គោបើឆាក្តៅសាច់មាន់កម្រញ៉ាំណាស់មូលហេតុដែលនេះខ្ញុំចូលចិត្តញ៉ាំដោយសារតែពេលជិះឡានគឺនេះខ្ញុំច្រើនតពុលធិញធំវិលមុខអីចឹងទៅអញ្ចឹងយើងត្រូវការម្ហូបណាដែលមានរសជាតិហឹលដើម្បីជួយបន្លប់ការពុលរបស់យើងចឹងនេះខ្ញុំជួយចិត្តកំងឲ្យគេដាក់ម្ទេសហឹលឲ្យពេលដែលញ៉ាំទៅមានអារម្មណ៍ថាស្រួលក្នុងខ្លួនបើមិនចឹងទេកំងម្ហូបណាបែបលក្ខណៈជូរសម្លម្ជូរអីហ្នឹងជីវិតអ្នកដែលជិះឡានពុលនិយាយពីថាវេទនាណាបងប្អូនហើយពេលដែលឃ្លានពិបាកនៅក្នុងការញ៉ាំពេលដែលយើងញ៉ាំហ្នឹងជ្រើសរើសមុខម្ហូបណាមិនត្រូវញ៉ាំមិនស្រួលហ្នឹងគឺដោលក្អួតចេញមកវិញហើយអ្នកដែលពុលឡានបានយល់អារម្មណ៍មួយហ្នឹងទៅណាឆ្ងាយក៏អត់កើតដែរជាពិសេសហ្នឹងពេលដែលយើងទៅដើរលេងឆ្លងខេត្តយើងមិនត្រូវជិះឡានគេនាំគ្នាសបាយហឹកហែកពេលដែលទៅដល់គោលដៅគេនាំគ្នាថតរូបសបាយហូកជ្រាវដល់ទៅពេលយើងណែឡើងស្ទាមុខឡើងស្លេកស្លាំងទៅណាក៏មិនកើតគេងតែមកកន្លែងនឹងឯងហើយទៅមានអីសបាយហើយតម្រាំតែបាត់អាជាតិពុលឡានហ្នឹងយ៉ាងហោចណាស់ក៏ចំណាយពេលមួយអាទិត្យដែរនិយាយទៅគឺថាអូយវេទនាមហាសែនវេទនានិយាយពីរឿងឆាក្តៅសាច់ជ្រូកទៅចេញរឿងពុលឡានអីណាណីឥឡូវត្រឡប់មកកាន់មុខម្ហូបរបស់យើងវិញអញ្ចឹងគ្រឿងក្រៅទាំងអស់ហ្នឹងបន្ទាប់ពីនាងខ្ញុំលាងសម្អាតទឹក3 4ទឹកស្អាតហើយយើងក៏ចាប់ផ្ដើមហាន់សាច់ជ្រូកហ្នឹងគឺនាងខ្ញុំហាន់វាជាប្រទេសស្ដើងបងប្អូនចង់ហាន់មិនក៏បានដែរកុំឲ្យតែដាក់ទៅទាំងដុំទៅបានហើយបើសិនជាបងប្អូនឆាទាំងដុំក៏អត់មានអីត្រូវខុសព្រោះអីចំណងចំណូលចិត្តរបស់យើងនេះសាច់ជ្រូកយើងហាន់ហើយតបមកអាខ្លាញ់មួយដុំដែលយើងជាចេញពីសាច់ហ្នឹងគឺយើងជាវាបែបហ្នឹងមកស្បែកហ្នឹងក៏ចោលដែរបងប្អូនយើងជាខ្លាញ់ហ្នឹងចេញហើយស្បែកហ្នឹងគឺយើងហាន់តូចទុកឆាជាមួយស្បែកហ្នឹងគឺនាងខ្ញុំចូលចិត្តញ៉ាំណាមិនថាធ្វើសម្លអីឬក៏តាក់តងអីក៏ដោយឲ្យតែមានស្បែកជ្រូកគឺចូលចិត្តញ៉ាំហើយខ្លាញ់នេះយើងពុះវាជាពីរតមកយើងហាន់វាល្អិតដើម្បីចំហៀវយកខ្លាញ់នឹងឆាដោយមិនចាំបាច់ប្រើប្រេងសណ្ដែកទេកាលពីមុនណាខ្លាញ់ដែលយើងប្រើក្នុងការចម្អិនម្ហូបភាគច្រើនម៉ាក់និងយាយនាងខ្ញុំគាត់ចូលចិត្តចម្រាញ់ចេញពីអាខ្លាញ់ជ្រូកនឹងឯងតែដល់ពេលឥឡូវខ្លាញ់ជ្រូកប្រភេទហ្នឹងគឺលែងមានគេលក់ហើយអញ្ចឹងទៅយើងក៏ប្រើប្រេងសណ្ដែកជំនួសវិញហើយម្ទេសនេះគឺនាងខ្ញុំហាន់ជាបច្ឆិតដាក់រៀងច្រើនគ្រាប់ដែរដាក់តហិលបានឆ្ងាញ់ចំណែកឯខ្ទឹមសគឺនាងខ្ញុំប្រើម្ដុំតូចយើងដំបកសបកវាចាញ់ហើយយើងក៏ចិញ្ច្រាំវាឲ្យល្អិតទៅមុខម្ហូបឆាក្តៅម្រះព្រៅសាច់ជ្រូកនេះបើសិនជាយើងផ្សំគ្រឿងទេសមិនត្រូវក៏មិនអាចធ្វើឲ្យឆ្ងាញ់បានដែរឥឡូវនេះគ្រឿងក្រៅរបស់យើងបានត្រៀមរួចរាល់អស់ហើយចាប់ផ្ដើមដាក់ខ្ទះនៅលើចង្ក្រានហើយយើងក៏កាច់ភ្លើងឬសូតាផាច់ទៅហើយយើងទុកខ្ទះនឹងឲ្យរាងក្តៅបន្តិចបានយើងចាប់ផ្ដើមដួសអាខ្លាញ់ដែលយើងហាន់តូចនឹងដាក់ចូលចំហៀវវាតលតែចាញ់ខ្លាញ់មកល្មមដែលយើងគិតថាអូខេហើយចាំយើងដាក់ខ្ទឹមសអំពងហើយពេលដែលយើងឆាប្រើអាខ្លាញ់ស្រស់ថ្មីបែបនេះនិយាយថាឆ្ងាញ់ជាងការប្រើប្រេងសណ្ដែកបងប្អូននេះឥឡូវខ្លាញ់ឡើងល្អហ្មងនាងខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសហើយម្ទេសហ្នឹងគឺនាងខ្ញុំដាក់ពាក់កណ្ដាលសិនពាក់កណ្ដាលទៀតគឺយើងទុកដាក់នៅពេលក្រោយដើម្បីធ្វើឲ្យសម្រស់ឆាសាច់ជ្រូករបស់យើងនឹងកាន់តែមើលទៅលេចធ្លោណាបំពងខ្ទឹមសនិងម្ទេសនឹងតតឡើងឈ្ងុយនិយាយពីថាក្លិនម្ទេសនឹងជះចេញមកប៉ាល់អស់មកផ្ទះឲ្យតែពេលនេះនាងខ្ញុំធ្វើម្ហូបប្រើម្ទេសច្រើនក៏ដឹងឲ្យឈួលឆេះពេញផ្ទះហើយបន្ទាប់មកបាននាងខ្ញុំដាក់ស្ករត្នោតនឹងប្រហែលជាមួយស្លាបព្រាបាយយើងលីងវាតតឡើងរាងក្រហមបន្តិចបាននាងខ្ញុំចាប់ផ្ដើមចាក់ទឹកត្រីចូលមកល្មមបានហើយកែងលោកប្រៃពេងលីងវាតតឡើងរាងឈ្ងុយបន្តិចទៀតបាននាងខ្ញុំដាក់ទឹកប្រេងខ្យងឆាក្តៅបែបហ្នឹងគឺនាងខ្ញុំចូលចិត្តលីងគ្រឿងតតឡើងក្រហមសិនបើនាងខ្ញុំដាក់សាច់បើសិនជាយើងដាក់សាច់មុនណាគឺសាច់របស់យើងអត់សូវឡើងក្រហមពណ៌ស្អាតហ្មងទេឥឡូវនេះនាងខ្ញុំចាប់ផ្ដើមដាក់សាច់ជ្រូកយើងចូលហើយបន្ទាប់មកទៀតយើងក៏ឆាសាច់ជ្រូកជាមួយនឹងគ្រឿងហ្នឹងឲ្យសព្វចូលជាតិហើយយើងរំងាស់វាតតឡើងស្ងួតល្អបងប្អូនកុំឲ្យវានៅជាតិអាទឹកព្រៃនេះបើនៅប៉ុណ្ណេះអីហ្នឹងគឺអត់ឆ្ងាញ់ទេហើយមិញហ្នឹងគឺនាងខ្ញុំដាក់ប៊ីចេងចូលមកបន្តិចហើយបន្តឆារំងាស់វាតតឡើងស្ងួតដែលប៉ែកហ្នឹងមិនមែនទឹកទេណាបងប្អូនជាតិខ្លាញ់ចេញពីសាច់ជ្រូកហ្នឹងឯងតបមកបាននាងខ្ញុំចាប់ផ្ដើមដាក់ម្រះព្រៅយើងចូលហើយឆាប្រភេទស្ងួតបែបហ្នឹងគឺនាងខ្ញុំអត់ប្រើអំបិលទេប្រើតែទឹកត្រីហើយនឹងទឹកប្រេងខ្យងហើយបើសិនជាវាស្ទើរប្រៃក៏នាងខ្ញុំថែមតែទឹកត្រីដែរពួកពេលដែលដាក់អំបិលទៅមានអារម្មណ៍ថាវាដូចជាប្រៃដិតវាអត់សូវឆ្ងាញ់ណា
ចឹងហើយយើងប្រើតែទឹកត្រីទឹកប្រេងខ្យងទៅរសជាតិវាស្រាលហើយឆាប្រភេទនេះគឺកុំឲ្យប្រៃអសតតែប្រៃញ៉ាំអត់ឆ្ងាញ់ទេត្រឡប់រះព្រៅជាមួយសាច់ជ្រូកនិងសពចូលគ្នាហើយបើនាងខ្ញុំចាប់ផ្ដើមចាក់ម្ទេសដែលនៅសល់នឹងចូលបន្ថែមពីលើយើងក៏ច្បល់វាបន្តិចទៀតទៅគឺថាអូខេហើយនិយាយពីរឿងរសជាតិវិញអូយបងប្អូនហើយអត់មានប្រៃទេនិយាយទៅគឺថាមកល្មមញ៉ាំជាមួយបាយឆ្ងាញ់ហ្មងហើយមើលសម្រាប់ឆាក្តៅសាច់ជ្រូកគេផងសម្រាប់អ្នកដែលមិនទាន់ញ៉ាំបាយគ្រាន់តែឃើញគឺស្រក់ទឹកមាត់ហើយនេះបាយយើងមិនធម្មតាទេបងប្អូនថ្ងៃហ្នឹងគឺបែបលក្ខណៈចេញមកគឺបាយហាងហ្មងណាតបតែងតិចទៅឲ្យកាន់តែមើលទៅតាក់ទាញគួរឲ្យចង់ញ៉ាំរួចរាល់ហើយបងប្អូនតំណងអន់មិនមែនល្អតែមើលទេណាបងប្អូនរសជាតិគេក៏ឆ្ងាញ់ដែរចង់ដឹងថាឆ្ងាញ់មិនឆ្ងាញ់សាកធ្វើខ្លួនឯងធ្វើខ្លួនឯងបើមិនឆ្ងាញ់កុំបន្ទោសនាងខ្ញុំតើឥឡូវកុំឲ្យខាតពេលមកញ៉ាំបាយជាមួយនាងខ្ញុំទាំងអស់គ្នាតើបងប្អូនមកញ៉ាំបាយជុំខ្ញុំបាយថ្ងៃត្រង់ណាខ្ញុំនិយាយមែនណារាល់ពេលដែលខ្ញុំជិះឡានថាខ្ញុំជិះទៅខេត្តឬក៏ខ្ញុំជិះទៅពេញជិះមានការអីទេពេលឈប់អាហារថ្ងៃត្រង់មកហូបដែលខ្ញុំចូលចិត្តកំងញ៉ាំជាងគេគឺឆាក្តៅណែមិនសាច់គោទេក៏សាច់ជ្រូកតែសាច់មាន់អត់សូវចូលចិត្តមែនហើយខ្ញុំទៅញ៉ាំឆាជាតិง่ายngày bài chơi tranh lại các bạn bài đẹp chuẩn bông ôn trăng khơi chân mà trâu tràn bài nhầm ọt nhẹ cái trái hay cái thùng spectro mùi bài là mà tràn tiền chứ những sự đã tộc đã ra bị thùng những bạn chân vào rồi nhanh hai mà hùng trái bác rồi những thưa climb của cha nhà vì hở tay mình nhưng lại climb thập nhưng thật với cái nhầmการมนเธอการจุ่มขี้เหนียวไปปลอกๆกิเตอการคล้ายที่กระมังเลยสัจจุกชาคลายจังสัจจุกมันสัจโค้ชง่ายเหมือนยังมันเนี่ยใต้แบบสัจมอนตัวแต่มอนสลายมันง่ายกระเป๋าใช่ย้อนง่ายតែមិននិយាយទេបងប្អូនលើកគ្រប់ឆ្នាំងបើកមិញអត់មានអ្នកថែមបាយបងអូនប្រុសខ្ញុំគេសើចខានធ្វើញ៉ាំយូរហើយnhanh mấy nó bong bóng đây đây này hai mà hộp nên nhầm nhầm bay à chả bây giờ cho sạch bày choán để đã sạch sọt các bạn này sạch sạch cật hành được nè hai sạch chuột quá lên tôi tỏ là cream trong những đạm tè ở mà đẹp rồi អ
ឆ្ងាញ់